Ok, ស្វាគមន៍ទាំងអស់គ្នាមកកាន់លំហាត់ទី6នៅក្នុងនេះដែរយើងនឹងរៀនទៅលើការទូទាត់វិក័យប័ណ្ណអូខេគេសួរថាខោជង្វែងចំនួន50មួយ$10អញ្ចឹង50ស្មើប៉ុន្មានដុល្លារដើម្បីគណនាគឺយើងយក50បាទគុណជាមួយនឹង$10យើងនឹងឃើញចម្លើយបាទមួយ$10 50 $500ចំពោះអាវយឺតស្រោមជើងស្បែកជើងមួកយើងគ្រាន់តែអូសមកចេញចម្លើយឲ្យអូតូតើយើងទិញតំណែងប៉ុណ្ណឹងអស់ប៉ុន្មានដុល្លារដើម្បីបូកយើងអត់ប្រើវិធីសញ្ញាបូកដូចមុនទេវាយូរអញ្ចឹងខ្ញុំសូមណែនាំរូបមន្តថ្មីមួយគឺរូបមន្តសាំអញ្ចឹងនៅក្នុងសៀវភៅយើងគេបានប្រាប់ហើយនេះយើងវាយសាំមកសាំយើងបើកមកចុះ select លេខទាំងអស់អញ្ចឹងវានឹងបូកលេខទាំងអស់ដែលយើងបាន select ចូលគ្នាអញ្ចឹង500បូក300បូក50បូក250បូកជាមួយនឹង250លទ្ធផលគឺស្មើ1350ខាងក្រោមនេះគេសួរថាបើសិនជាតម្លៃសរុបហ្នឹងគេបញ្ចុះឲ្យ 15% តើស្មើប៉ុន្មានអញ្ចឹងអត់មានអីបាក់ទេយើងយក1350ហ្នឹងយកទៅគុណជាមួយនឹង15ចែកនឹង100ឬក៏វាយ 15% តែម្ដងបាទនៅកន្លែងនេះក៏គេបានប្រាប់ដូចគ្នាដែរអញ្ចឹង enter មក 15% គឺស្មើនឹង$202ទឹកប្រាក់ត្រូវបង់ប្រហែលបាទយើងយកតម្លៃសរុបដកជាមួយតម្លៃបញ្ចុះទឹកប្រាក់ត្រូវបង់គឺ$1147បាទអញ្ចឹងគេថាបងខ្ញុំកក់500សិនគេនៅជាពាក់យើងប្រមាណការកណនីលុយជាពាក់គឺយើងយកប្រាក់ដែលត្រូវបង់ដកជាមួយនឹងប្រាក់កក់យើងឃើញប្រាក់ជាពាក់$647.50អូខេនេះគឺជារបៀបក្នុងការទូទាត់វិក័យប័ណ្ណជួបគ្នានៅលំហាត់បន្តទៀត